ដើមជាមួយនឹងការដាក់ឲ្យដំណើរការកម្មវិធីអភិរក្សមានចលនានៃការធ្វើឲ្យមានសួនបៃតងក្នុងការបដោះកោងកាងយើងកែច្នៃសោភ័ណភាពដូចនៅកន្លែងដែលយើងកំពុងឈរពីកន្លែងដែលបោះបង់ចោលទៅជារានហាលដែលមានអ្នកមកបោះតង់ពេញតែម្ដងហើយយើងធ្វើឲ្យស្ពានអាស័យប្រវែង400ម៉ែត្រអត់តាន់ហើយទេខ្ញុំអធិស្ឋានប៉ុន្តែនឹងហើយក្នុងពេល3ខែខាងមុខនេះហើយជាស្ពានអាស័យហើយក្នុងហ្នឹងក៏មានរានហាលក៏ដូចជាកញ្ចោះបឹងគីឡូចំនួន300ម៉ែត្រដែលនឹងស្របជាមួយស្ពានអាស័យអញ្ចឹងពេលដែលយើងធ្វើហើយទាំងអស់ទីនេះនឹងអាចទទួលបានបងប្អូនទាំងភ្ញៀវជាតិអន្តរជាតិច្រើនតែម្ដងអញ្ចឹងបច្ចុប្បន្នយើងអត់ទាន់អាចបម្រើនៅតម្រូវការនិងសេវាគ្រប់គ្រាន់នៅឡើយទេការរួមចំណែកជាមួយនឹងរដ្ឋបាលខេត្តក៏ដូចជាក្រសួងពាក់ព័ន្ធក្នុងការអភិវឌ្ឍសហគមន៍ទេសចរកំពង់សាមគ្គីអញ្ចឹងនៅទីនេះយើងចាប់ផ្ដើមជាមួយនឹងការងារអភិរក្សដែលជួយទៅលើទាំងកោងកាងទាំងជីវៈចម្រុះហើយផ្សេងទៀតហើយបន្តទៅគឺអភិវឌ្ឍទេសចរហើយប្រហែលជាសាធារណជនបានជ្រាបហើយកំពង់សាមគ្គីនេះជាសហគមន៍ដែលមិនត្រូវមានអ្នកស្គាល់ក្រោយពីការអភិវឌ្ឍឆ្នាំចុងក្រោយនេះគឺគេស្គាល់ទូទាំងប្រទេសទៅលើភាពរីកចម្រើនទាំងកញ្ចោះទាំងកន្លែងស្នាក់ទាំងស្ពានអាស័យទាំងសេវាកម្មផ្សេងទៀតអញ្ចឹងកំណើនភ្ញៀវឡើង10ទៅ20ដងធៀបជាមួយនឹងខែដូចគ្នាឆ្នាំកន្លងទៅហើយឥឡូវនេះគឺមានការគ្រប់គ្រងច្រើនមែនទែនហើយកញ្ចោះគាត់ដែលពីមុនមានត្រឹមតែ20ឬ30%ឥឡូវគឺពេញ100%នៅស្ទើររាល់ថ្ងៃអញ្ចឹងបើសិនជាបងប្អូនដែលចង់មកលេងទីនេះត្រូវការកក់មុនអត់អាចជិះមកដោយលោកមុនថាដឹងតនេទេគឺពេញស្ទើររាល់ថ្ងៃរួចទៅហើយក្រុមការជួយគ្រប់គ្រងជ្រុំជ្រែងមែនទែនពីក្រសួងពាក់ព័ន្ធទាំងក្រសួងកសិកម្មបាទក្រសួងទេសចរក៏ដូចជាក្រសួងដែនដីយើងរួមគ្នាគ្រប់គ្រងទៅលើចលនានេះសហគមន៍មានការប្រែប្រួលច្រើនតែម្ដងគាត់បានមើលឃើញច្បាស់លាស់តែម្ដងពីប្រភពចំណូលចេញពីវិស័យទេសចរហើយនិងសេវាកម្មទេសចរហើយអញ្ចឹងគាត់គូសាជាច្រើនគាត់អាចចាប់ផ្ដើមឈប់ទៅនេសាទសមុទ្រទាំងគាត់វ័យចំណាស់ទាំងផលនេសាទបានតិចតួចអញ្ចឹងគាត់មកប្រកបរបររត់ទូកផ្ដល់សេវាកម្មផ្ដល់ផ្ទះស្នាក់ផ្ដល់សេវាជួលតង់អីជាដើមអញ្ចឹងចំណូលគាត់កើនឡើងហើយគាត់ក៏មានបថុយប្រឋានហើយក្នុងនឹងអត្រាដែលធ្វើឲ្យគូសាចំណាក់ស្រុកក៏ត្រូវបានកាត់បន្ថយអញ្ចឹងការដែលគ្រប់គ្រងដោយអ្នកពាក់ព័ន្ធទៅលើឧស្សាហកម្មទេសចរគ្មានផ្សែងបែបបៃតងពិតជាជោគជ័យហើយសាធារណជនអាចមករីករាយសប្បាយទីនេះមិនចាំបាច់យកលុយទៅចាយនៅប្រទេសជិតខាងនៅសហគមន៍យើងជាច្រើនដែលល្អហើយត្រូវការគ្រប់គ្រងពីប្រជាពលរដ្ឋនិងសាធារណជនទូទៅបាទ